នេះជាវីដេអូដំណើរកម្សាន្តពីយប់3ថ្ងៃខ្ពស់ទៅកាន់ស្ទឹងតូចចឹងខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទៅតាមដានទស្សនាវីដេអូខ្ញុំទាំងអស់គ្នាហើយក៏មានសកម្មភាពជាច្រើនដូចជាយកឃ្មុំដាក់មងយកត្រីដើរបបកត្រីជុំគ្នាជាមួយបងភក្តីហើយក៏ចង់ប្រាប់ពុកម៉ែបងប្អូនថាតំបន់នៅខាងស្ទឹងតូចនេះសម្បូរត្រីមែនតើជាពិសេសនោះគឺត្រីខ្យាវត្រីស្កាក្តាមត្រីក្រុសហើយជាពិសេសនោះពុកម៉ែបងប្អូនហើយនិយាយពីទេសភាពទឹកឆាយជឿពណ៌នេះពិតជាស្អាតមែនតើទ្រង់ថ្លាត្រជាក់ងាយរងគួរឲ្យចង់លេងមែនតើបងប្អូនតោះចឹងកុំឲ្យខាតពេលយូរខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូពេញខ្ញុំទាំងអស់គ្នាថាតើសកម្មភាពខ្ញុំធ្វើដំណើរចេញទៅតាមផ្លូវមានឧបសគ្គអ្វីខ្លះអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូខ្ញុំទាំងពីដើមរហូតដល់ចប់ទាំងអស់គ្នានិយាយមែនបងប្អូនហើយអពេលយើងរៀបចំអីវ៉ាន់ត្រូវចេញទៅមេឃភ្លៀងតែយើងសង្គមមកតិចទៅបានមេឃរៀងទៅយើងធ្វើដំណើរចេញទៅរួចចំណែកបងពេកក្តីវិញគាត់ថាបើចេញដំណើរទាំងភ្លៀងស្រួលជិះម៉ូតូឲ្យសុបាយទៀតមានណាបងប្អូនហើយមកដល់កន្លែងនេះគេចាចាប់ដើមភ្លៀងរិចខ្ញុំថាសង្ស័យភ្លៀងតាមមាត់បងក្តីនិយាយមែនហើយមានណាមកដល់ទីនេះបងប្អូនមើលភ្នំកន្លែងនោះសូស្គូមានណាជាអត់បាន 10% ចេញពីផ្ទះបងចាប់ដើមមេឃភ្លៀងធ្លាក់តែវាអត់ជាបញ្ហាអីទេបងប្អូនហើយដោយសារតែយើងតណាមកណាជួបព្រៃជួបសៃអញ្ចឹងក៏មានការជួបភ្លៀងជួបខ្យល់អញ្ចឹងឯងតែវាអត់ជាបញ្ហាអ្វីទេបងប្អូនដោយសារតែវាមានកន្លែងណាខ្លះក៏ស្រួលកន្លែងណាខ្លះក៏មានការលំបាកអញ្ចឹងឯងដោយសារតែផ្លូវនេះមានបងប្អូនជាពលរដ្ឋក្នុងភូមិក្នុងឃុំអត់សូវបានមកដើរលេងដាក់មងចងស៊ូចណាបងប្អូនមានតែបងខាងអាប្រែកពើគាត់មកអាប្រែកពើដាក់មងអ្នកខ្លះក៏គាត់ជាអ្នកដែលជួយចិត្តដើរព្រៃខ្ញុំហើយក៏ជាអ្នកដែលគាត់ទៅព្រៃរោស៊ីអញ្ចឹងណាបងប្អូនហើយយកផ្លូវនេះពីមុនស្រួលបងប្អូនមានឡានមានអីគាត់ជិះចូលធម្មតាតែប៉ុន្តែដោយសារតែមករយមកនេះគឺអត់មានឡានមានអីមានម៉ូតូអញ្ចឹងបានបងប្អូនក្នុងភូមិគាត់ដើរលេងអញ្ចឹងគាត់ទៅដាក់មងដាក់អីអញ្ចឹងណាបងប្អូនយកផ្លូវនៅថាឃើញទៅដូចថាមានបាក់ណាក៏ស្រួលទៅហើយក៏អត់ជាបញ្ហាអីទេប្រាប់អ្នកធ្វើដំណើរដើរលេងសងព្រេងអញ្ចឹងណាបងប្អូនហើយផ្លូវរបស់យើងមកនៅចំកន្លែងដែលពេលមានភ្លៀងមាននេះចឹងបងប្អូនគេថាល្អតិចហើយដល់លេងនេះទៅឃើញថាមានជ្រូកវាស្មោះវាកាយដីរចំណៃស៊ីក្បែរផ្លូវតាមផ្លុំតោដែលយើងបើកជិះចឹងណាបងប្អូននិយាយទៅឥឡូវមរៃក៏ស្បូរដែរបងប្អូនថាក្នុងព្រៃនៅតំបន់ខាងអភិរក្សខ្ពើខាងសង្តូចយើងឥឡូវមានទាំងខ្ពើមានទាំងមរៃជ្រូកអូច្រើនតែបងប្អូនហើយកន្លែងនេះយើងមកធ្វើថាដាក់កន្លែងដីដាក់តំណបោះតង់ដល់កន្លែងថ្មមិញប៉ុន្តែដោយសារតែខ្លាចភ្លៀងខ្លាំងអញ្ចឹងទៅទឹកឡើងអញ្ចឹងក៏បើចិត្តមកដីទួលខ្ពស់ហើយការតំបន់ដែលយើងកន្លែងទៅនេះភ្លៀងធ្លាក់មកមួយអញ្ចឹងវាទៀកក៏មិនណយប្រហែលដែរទៀករៀងច្រើនតិចដែរអញ្ចឹងក៏មានបងប្អូនខាងអភិរក្សខ្ពើក៏គាត់មកថ្ងៃដើរលេងថ្ងៃតែយើងមកជួនគ្នាតែបងប្អូនដោយសារតែខ្ញុំមួយក្តីមកមុនរួចពេលហ្នឹងបងប្អូនមានណាបងប្អូនហើយក្តីទីមកគប់មកឈប់ផ្សាយចុងឈើបាត់ស្ទួយទាំងទុកយប់ក៏ត្រឡប់មកកន្លែងដេកកន្លែងតំណទៅបតង់មកដាក់ខ្វេដង្កែវសិនបងប្អូនដាក់ពេលម្នាក់កែវហើយក៏រៀបចំចេញទៅស្ទួយយល់ថាអង្គុយផឹកកាហ្វេមើលទេសភាពទឹកហូរទឹកធ្លាក់ស្អាតមែនតើបងប្អូនហើយក៏ឃើញបងប្អូនខាងអភិរក្សពើរៀបចំទូកដើម្បីចេញទៅដាក់មងហើយខ្ញុំរៀងក្តីក៏អត់យូរចេញញាប់ញ៉ាចេញទៅដើរបបកត្រីដើម្បីយកទៅមើលមហូបហើយដល់លេងនេះវិញគឺដឹងស្អីគេបងប្អូនវាជាខ្ពើដែលគេអភិរក្សហ្នឹងគាត់ស៊ីត្រីស៊ីអីចឹងណាបងប្អូនចំណែកក្តីក៏ចេញជាទូកខ្ញុំដើរម្នាក់ឯងតាមស៊ីមកស្ទឹងបងប្អូនហើយកន្លែងនេះវិញយល់មកជ្រុះឈ្មោះថ្មីថ្នាំដើរជើងពឺថ្នាំយល់វាទៅចេញមុនខ្ញុំនឹងបន្តិចតែបងប្អូនហើយនិយាយថាដើរទៅវាចេញមុនយើងល្អដើរវាផ្អើលយើងប្រហែលជា2នាទី1នាទីមុនយើងខ្ញុំញើតតែបងប្អូនដោយសារតែកន្លែងនេះជ្រូកកន្លែងជ្រូកសុទ្ធកន្លែងជ្រូកឈ្មោះមកហើយក្តីជាទូបាត់
ចូលខ្ញុំបាត់ខ្ញុំដើមឯងដល់ឡើយមកឃើញប្លង់ភ្នងឡើយគៀនជឿនឹងកាក់គប់គេបានត្រីខ្មាន់រួចធ្វើហូបពេលល្ងាចចឹងបងប្អូនដល់ពេលណាគប់បើជា4 10 20 30ខ្សែចឹងឃើញថាវាថាអត់ស៊ីទេចឹងក៏ត្រឡប់មកវិញមកដល់កន្លែងដើមកន្លែងនេះអូខ្ញុំដើរអត់ព្រះអង្គអត់សម្រាប់ដើរបដល់បញ្ញាប់ឋានៈទីតាំងហ្នឹងអុយដល់ទៅលឺទៅរ៉ៅដូចស្អីពេលជាជ្រូកទៅក្បែរហ្នឹងវាកិច្ចសបុកដេកខ្ញុំក៏មកដល់កន្លែងឋានៈដេកចឹងក៏មានទេមានរៀបចំមួយទឹកបុកអៅអីចឹងយើងចាននេះឆ្នាំងនេះណាព្រោះយើងប្រៃ2នាក់ទៅ2នាក់ចឹងហើយម្នាក់ទៀតនៅទៅគប់ត្រីមួយគេបាត់ហើយចឹងខ្ញុំរៀបចំហូបមីហូបអីហើយហូបមីនេះខ្ញុំហូបនៅកន្លែងឋានៈបងនឹងបងខាងអាប់ខ្ពើទៀតហើយមីខ្ញុំនិយាយរំថាហេវមែនតើបងប្អូនហើយមីហូបនឹង2ខ្ចប់ម្នាក់មកហើយក៏នេះក្តីនឹងបងហ្នឹងក៏គាត់មកដែលថាជីទូបដាក់ម៉ងបានត្រីញរមងដាក់ប្រហែល15នាទីដែរក៏បានត្រីដោយសារតែអត់មានបងឬក៏បងប្អូនខាងអ្នកភូមិគាត់មកដាក់ម៉ងអញ្ចឹងត្រីក៏រឿងសវោជាងមុនជាងនឹងបងប្អូនដោយសារតែឥឡូវឬសារផ្លូវវារឿងភ្លៀងធ្លាក់មកបាក់ផ្លូវយើងអត់មានសូវមានណាមកដាក់ម៉ងដាក់អីទេបងប្អូនហើយខ្ញុំក៏រៀបចំដាំបាយក្តីក៏រៀបចំបំពងត្រីដើម្បីធ្វើហូបបាយជុំគ្នាពេលល្ងាចចឹងណាបងប្អូនហើយត្រីយើងអត់មានអីទៅបាត់គាត់ទៅបំពងហើយមិនពងឆ្អិនណាបានដោយសារតែហេវហើយបាយរបស់យើងវិញថាប៊ូមែនតែបងគាត់ឃើញជាតិមកដល់ក្តីទៅដាក់យកមើលទៅមាត់ត្រីដឹងណាបងប្អូនអើយដេកបាយពេលតាំងពីម៉ោង9អត់មានហូបបាយទេដល់ឡើយនេះម៉ោងនេះហើយប្រហែលជាម៉ោង8ទៅ7 9យប់បានរៀបចំដាំបាយជៀនត្រីបំពងត្រីហូបជុំគ្នាហើយក៏អង្គុយប្រក់ប្រាយគ្នាបន្តិចខ្ញុំក៏រឿងឆ្អែតអញ្ចឹងក៏រៀបចំធ្វើតង់ដើម្បីដេកនេះនឹងគេគាត់ថាគាត់អត់ដេកតង់ទេពេលគាត់ដេកវិននៅគៀននេះហើយគាត់មួយទឹកដេកនឹងដល់ពេលមានណាដល់ពេលធ្វើតង់ខ្ញុំឡាយយ៉ាត់ទៀកជុលជាជុលអីមានណាដល់ពេលយប់ទៅដេកតង់ខ្ញុំដែរហើយក្តីក៏គាត់មិនទាន់ជប់ហូបទេគាត់នឹងអង្គុយហូបនឹងថាហេវខ្លាំងពេលហេវក៏ខ្ញុំទុកឲ្យគាត់ហូបនៅតំណាងហ្នឹងក៏ចេញដំណើរទៅមើលម៉ោងជាមួយបងប្អូនខាងអាប់រេខ្ពើអ្នកភូមិចិត្តផ្ទះក៏ទៅមើលម៉ោងគេថាអូដើមចាក់នេះមិនមើលបងប្អូនស្អាតតែហើយក៏ដល់នេះត្រីអូនឹងដល់មើលសត្វត្រីជួបត្រីមកមើលយប់បងប្អូនហើយបើថាមើលយប់ហើយត្រីទេព្រឹកត្រីតែនេះសត្រងនឹងបងប្អូនសត្រងនឹងធ្វើមិនបានវាទេទុកវារនឹងហ្មងបងប្អូនហើយត្រីមានយូររួមទៅថាឡើយនេះត្រីសាក្តាមត្រីខ្យៅអូច្រើនតែបងប្អូនហេតុម៉ងគេដាក់បានដៃហ្មងដាក់2ដៃ3ដៃត្រីបើយប់ឲ្យ10ជាងគីឡូមកស្បៃខៀវនឹងទាំងពេញបងប្អូនហើយមានណាខ្ញុំមានណាដើរទៅដោះត្រីយកត្រីគេបានមកហូបមួយថ្ងៃរួចយីរួមថារួចមួយថ្ងៃដោះទល់ទៀតពីរង្ក្តីបានយកត្រីគេហើយត្រីនឹងបងប្អូននឹងមិនអត់ខ្ញុំដោះបានប្រហែលខ្ញុំយកប៉ុណ្ណឹងហើយម្ចាស់ហ្មងគេដោះបានប្រហែលខ្ញុំយកគេយកប៉ុណ្ណឹងមានណាខ្ញុំដោះម្នាក់ឯងបានវិញ20 30ត្រីយកទាំងអស់គេថាគេម្ចាស់ហ្មងគេថាបងដោះទៅដោះបានប្រហែលយកប៉ុណ្ណឹងតែយើងទៅដាក់ហ្មងយើងទៅដេកយូរយើងដេកជិះ2យប់ហ្នឹងតែពេល2យប់យើងក៏ដោះត្រីរួចក៏យើងជិះទូកចំក្របវិញក៏ឃើញត្រង់នៅដែរយកស្អីគប់វារត់មកគប់ពឹងរត់ទៅចូលលងដើមឈើមានសម្លាហើយខ្ញុំឆ្ងល់ដើមនេះវិញទេទឹកអត់ហូរតែប៉ុន្តែគឺមិនថាដូចខ្មុចលងវិញបងប្អូនរឿងញើតដែរបងប្អូនវាឃើញរឿងញើតទៅអូអត់ស្រួលហើយដល់ជិះមកដល់កន្លែងចិត្តណាហ្នឹងនេះកន្លែងនេះមានពុះចន្ទមោមួយហើយអូនេះអត់ខ្លាចទេកាយដើម្បីថាយើងចាប់មើលវាណាបងប្អូនហើយពុះចន្ទមោយើងក៏បើបានវាក៏យកទៅមុខក៏ឆ្ងាញ់ដែរបងប្អូនត្រីយើងចាប់ដើមក៏ចាក់បងប្អូនសុទ្ធតែខ្យៅស្អាក្តាមត្រីគ្រោះហើយត្រីខែនេះវិញពងសិតតែពងបងប្អូនអញ្ចឹងក៏យើងទុកត្រីសិនដើម្បីអស់កម្លាំងមកដេកចឹងណាបងប្អូនហើយក៏ដេកហើយមានណាភ្ញាក់ពេលហ្នឹងពេលជាម៉ោង7ដែរទៅអស់កម្លាំង
tầm 10 โมง ពីយប់អញ្ចឹងក៏អ្នកព្រឹកឡើងមានធ្វើអីដែរបងប្អូនអ្នកដែលដើរលេងក្នុងព្រៃអញ្ចឹងមានណាក្រៅពីកាហ្វេក៏រៀបចំតាមទឹកកាហ្វេជុំកាហ្វេហូបពុកប្រាច់គ្នាមួយថ្ងៃតាំងទៀតណាបងប្អូនព្រោះសារដែរក្តីគាត់ត្រូវដើរទៅលើម្នាក់ឯងគាត់ទៅដើរទីរួមទៅសូឡូម្នាក់ឯងក៏ខ្ញុំមានណាក៏ត្រូវនៅដេកនឹងចាំគាត់មួយថ្ងៃទៀតហើយម្ហូបរបស់យើងដែលពីព្រឹកអត់មានទេបងមានតែត្រីអាំងនេះបងប្អូនតែយើងដឹងស្លោស្អីថាតែក្តីគាត់ត្រូវទៅសាម៉ងទៅលើកម៉ងជាមួយអ្នកភូមិអ្នកអភិរក្សពើរបស់អភិរក្សពើគាត់ទៅសាម៉ងហើយថាទៅសាម៉ងហ្នឹងអត់បានច្រើនដូចធ្វើពីយប់ទេបងប្អូនពីយប់បានច្រើនជាងហើយដល់ពេលព្រឹកធ្វើបាន23គីឡូទេបងប្អូនហើយត្រីមើលលំមានដល់ត្រីខ្មាន់ទេបងប្អូនត្រីខ្មាន់គប់អត់ស៊ីគប់ទៀតស៊ីនេះឥឡូវទឹកចេញទឹកមុជឥឡូវគេយើងហូបបាយហើយបាយហ្នឹងគឺបាយកកទៀតបងប្អូនដែរបាយពីថ្ងៃនេះយើងទុកហូបពីថ្ងៃអញ្ចឹងណាបងអានេះបាយកកហើយបាយកកហ្នឹងបាយអ្នកដែលគាត់ទៅអភិរក្សពើអីគាត់ខ្ញុំរៀបចំចុះត្រីជួយដើម្បីផ្លាក់ទុកស្អែកមួយថ្ងៃទៀតដោយសារតែយើងត្រូវដេកនៅនឹងមួយយប់ទៀតហើយត្រីរបស់យើងហ្នឹងក៏ផ្លាក់សុំគាត់ហ្នឹងពេល5ត្រីទេបងប្អូនផ្លាក់ទៅកន់យ៉ាងទៅប៉ិនឯងមិនអត់បងប្អូនត្រីហ្នឹងហូបម្នាក់ឯងទាំងអស់ត្រីមានណាទៅលឺម្នាក់ឯងហូបសៀងហើយក៏យើងពេលជាម៉ោង10ពីដល់ក្តីកាន់ដងស្ទួយមកដល់គប់លេងមើលទឹកឆាយឈឺពោឃើញថាមិនថាទេភាពស្អាតមែនតើបងប្អូនហើយក៏ចង់ប្រាប់បងប្អូនថាវគ្គ2វីដេអូក្រោយខ្ញុំនឹងចេញវីដេអូឆាយឈឺពោហើយក៏ឃើញថាវីដេអូក្រោយក៏មានទេសភាពស្អាតជាងនេះបងប្អូនហើយក៏យើងអត់ខាតវាយូរទេយកមកតំណាក់វិញតំណាក់មកឡើងដេកវិញដើម្បីដាំបាយទៅហូបពីសារតែយើងបាយកកតែបាយពកព្រឹកហើយក្តីក៏រៀបចំហូបដូចតុងយ៉ាំតិចងួយជក់តិចដឹងអីតិចទេមកគាត់ក៏រៀបចំបាយទឹក2នាក់យូរ2នាក់អូបងប្អូននិយាយនេះមិនបងប្អូនឧបមាថាបងប្អូនមកអង្គុយហូបបាយអញ្ចឹងតំណងលយបងប្អូនគាត់ហូបបាយហើយបត់ទឹកហើយបាយទឹកហើយលេងទឹកអញ្ចឹងមែនតើហើយក៏វីដេអូនេះក៏សូមបញ្ចប់តែនេះក៏អរគុណច្រើនដល់ពុកម៉ែបងប្អូនចេះតាមដានទស្សនាវីដេអូអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូក្រោយខ្ញុំ